ខ្ញុំបាទសូមលំអរកាយគោរពស្វាគមន៍ប្រិមត្តសាជាថ្មីកម្មវិធីព័ត៌មានប្រចាំថ្ងៃវិលមកបំរើពុកម៉ែបងប្អូនម្ដងទៀតដោយពំនាំយកខ្លឹមសារថ្មីពីចំណុចមកចែកជូនអត្ថបទទី1ការបង្ហាញជូននៅសកម្មភាពរបស់លោកពាក់មីប្រគល់ផ្ទះជូនវីរៈកងទ័ពរបស់យើងគឺលោករ៉ាំបូខ្មែរប្រិមត្តរីឯខ្លឹមសារទី2ពាក់ព័ន្ធទៅនឹងលោកសេងមង្គលវិញម្ដងដែលមានអត្ថន័យថាចំណូលគ្រប់ច្រកល្មមគ្រប់លុយការប្រពន្ធហើយប្រិមត្តជាទីមេត្រីសកម្មភាពរបស់លោកពាក់មីរួមជាមួយនឹងក្រុមខាងសាងសង់ឈ្មោះថា Stru Home បានធ្វើការប្រគល់ផ្ទះនិងសោផ្ទះជូនទៅដល់វីរៈកងទ័ពរបស់យើងគឺលោករ៉ាំបូខ្មែរកាលពីម្សិលមិញនៅលើបណ្ដាញសង្គមបងប្អូនបានទស្សនាខ្លះហើយសកម្មភាពនោះប្រិមត្តគួរឲ្យត្រេកអរនិងអបអរសាទរមែនតែនដោយសារតែទឹកមុខបាទវីរៈកងទ័ពយើងក្រោយពេលទទួលផ្ទះគឺថាគាត់រំភើបរហូតដល់ស្រក់ទឹកភ្នែកទាំងប្តីប្រពន្ធគួរបញ្ជាក់ថានេះគឺជាមូលនិធិដែលផ្ដើមដោយលោកពាក់មីបាទរួមជាមួយនឹងសប្បុរសជនយើងផ្សេងទៀតដើម្បីថាពិការទៅទិញដីធ្វើផ្ទះជូនវីរៈកងទ័ពយើងដែលគេដាក់ងារគាត់ថារ៉ាំបូខ្មែរដោយសារតែគាត់បាទមានភាពក្លាហានខ្លាំងនៅក្នុងសមរភូមិកន្លងមកប្រិមិត្តជាទីមេត្រីបាទនៅក្នុងនោះមានខាង Stru Home បាទដែលគាត់ខាងសាងសង់ក៏ដូចជាក្រុមហ៊ុនដែលធ្វើទ្វារបង្អួចបាទរួមទាំងកញ្ចក់វាំងននបាទថាផ្ទះហ្នឹងស្អាតរបៀបជាវិឡាកូនកាត់ប្រិមិត្តមានបន្ទប់ទទួលភ្ញៀវបន្ទប់កូនបន្ទប់ពុកម្ដាយមានខាងវេខាងមុខបាទសម្រាប់ខាងមុខកន្លែងអង្គុយលេងបាទគឺថាស្អាតប្រក់ក្បឿងណាប្រិមិត្តហើយប្រព័ន្ធភ្លើងទឹកអីគេថាមានមកកាផ្លេអញ្ចឹងនេះគឺជាសកម្មភាពមួយបង្ហាញពីសាមគ្គីភាពរវាងបាទខាងសមរភូមិមុខនិងសមរភូមិក្រោយគេថាអត់ដាច់ពីគ្នាអត់ឃ្លាតពីគ្នាទេបាទសាមគ្គីភាពនេះល្អមែនទែនប្រិមិត្តបញ្ជាក់ឲ្យឃើញអំពីការផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមករវាងសមរភូមិមុខនិងសមរភូមិក្រោយប្រិមិត្តជាទីមេត្រីគួររំលឹកឡើងវិញផងដែរពាក់ព័ន្ធទៅនឹងរ៉ាំបូខ្មែរដែលគេដាក់ងារគាត់គឺជាបងវីរៈកងទ័ពមួយរូបនៅក្នុងចំណោមវីរៈកងទ័ពទាំងអស់ដែលនៅឈរជើងបន្ទាត់ខ្សែព្រំដែនដើម្បីការពារបូរណភាពទឹកដីកម្ពុជាដែលមានការឈ្លានពានពីសំណាក់ប្រទេសជិតខាងគឺសៀមនៅប្រិមិត្តអ្វីដែលធ្វើឲ្យប្រិមិត្តចាប់អារម្មណ៍កន្លងមកនៅក្នុងសមរភូមិប្រយុទ្ធប្រមាណថ្ងៃជាប់គ្នាបាទវីដេអូដែលបង្ហាញលើបណ្ដាញសង្គមដោយរូបភាពរ៉ាំបូខ្មែរដែលជាវីរៈកងទ័ពមួយរូបដែលមានការថតផ្ដិតយកពីមិត្តរួមអាវុធនៅក្នុងលេនឋានតែមួយបង្ហោះចែកចាយនោះគឺថាគាត់អត់ពាក់អាវទេស្បែកជើងក៏អត់ពាក់ដែរប្រិមិត្តដូចជាពាក់ស្បែកជើងផ្ទាត់ឬក៏អត់ទេហើយប្រើប្រាស់អាវុធរហូតដល់2ប្រភេទបាទបាញ់តទល់ជាមួយនឹងចៅខ្មាំងឈ្លានពានសៀមណាប្រិមិត្តពាក់អាវក៏មិនពាក់មួកក៏មិនពាក់បាទស្លៀកតែខោខ្លីមួយគេថាសកម្មភាពដែលបងប្អូនបានឃើញលើបណ្ដាញសង្គមអ្នកណាក៏សរសើរឲ្យដាក់ងារគាត់ថារ៉ាំបូខ្មែររហូតដល់ពិភពលោកយកទៅចុះផ្សាយទៀតផងណាប្រិមិត្តអញ្ចឹងរឿងទាំងអស់នេះហើយដែលធ្វើប្រិមិត្តចាប់អារម្មណ៍ជាពិសេសគឺលោកពាក់មីបានប្រមូលជាមូលនិធិសាងសង់ផ្ទះឲ្យគាត់នឹងបាទទិញទាំងដីសាងសង់ផ្ទះបាទរយៈពេល3ខែប្រិមិត្តបានប្រគល់ឲ្យម្សិលមិញអញ្ចឹងប្រិមិត្តយល់ហើយនេះជាសកម្មភាពមួយដែលបងប្អូនយើងបាទត្រេកចូលរួមត្រេកអរសម្រាប់វីរៈកងទ័ពផងហើយសូមបញ្ជាក់ផងដែរថាវីរៈកងទ័ពដែលក្លាហានមិនមែនមានតែរ៉ាំបូខ្មែរម្នាក់ទេប្រិមិត្តនេះគ្រាន់ជាឧទាហរណ៍មួយក្នុងចំណោមវីរៈកងទ័ពទាំងអស់គ្រាន់តែសកម្មភាពដែលមិនបានបង្ហាញលើបណ្ដាញសង្គមដោយសារអត់មានអ្នកថតតាមពិតគាត់មោះមុតក្លាហានទាំងអស់តែគ្នាហ្នឹងប្រិមិត្តបាទទាំងអស់គ្នាក៏សិតតែមានស្មារតីប្រយុទ្ធលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីជូនជាតិមាតុភូមិរបស់យើងអញ្ចឹងបងប្អូនយល់ហើយអ្វីដែលខ្ញុំបាទលើកយកមកជម្រាបជូនពាក់ព័ន្ធទៅនឹងការប្រកល់ផ្ទះបាទជូនដល់វីរៈកងទ័ពគឺលោករ៉ាំបូខ្មែរពីសំណាក់លោកពាក់មីរួមជាមួយនឹងក្រុមការងារសាងសង់គឺខាង Stru Home ណាប្រិមិត្តជាទីមេត្រីឥឡូវយើងបានអារម្មណ៍មកតាមដានទស្សនានិងស្ដាប់ខ្លឹមសារបន្តពាក់ព័ន្ធលោកសេងមង្គលវិញម្ដងដែលលោកមង្គលបានបង្ហាញនៅរូបភាពវីដេអូនៅក្នុងបន្ទប់ទឹកដែលគាត់លុបមុខបាទងូតទឹកដើម្បីលាបឡេអ្វីដែលធ្វើឲ្យប្រិមិត្តចាប់អារម្មណ៍ពាក់ព័ន្ធនឹងតារាសម្ដែងមិនងាយចាស់ក្នុងវ័យ38ឆ្នាំរូបនេះសាច់ដុំក៏ធំមាំបាទរូបរាងសង្ហាទឹកមុខរុះរាយរាក់ទាក់មានគុណធម៌ទាំង4ប្រការប្រិមិត្តអ្វីដែលធ្វើឲ្យប្រិមិត្តចាប់អារម្មណ៍សម្រាប់ caption ថ្មីរបស់គាត់ដោយសារតែលោកមង្គល
បាទមានរបរថ្មីមួយទៀតគឺលោកលេប្រិមិត្តលេគាត់អត់មាន logo អត់មានយីហោថាម៉េចទេប៉ុន្តែគាត់ប្រកាសលក់លើបណ្ដាញសង្គមគាត់ថាគាត់លាយខ្លួនគាត់ប្រើប្រាស់ផ្ទាល់ខ្លួនជាងបងប្អូនដែលចាប់អារម្មណ៍អាចតាក់ទងទៅเพจផ្លូវការរបស់លោកបង្គោលបានប្រិមិត្តជាទីមន្ត្រីលោកបង្គោលមានពហុជំនាញប្រិមិត្តបាទតារាសម្ដែងជាពិធីករបាទជាគណៈកម្មការរៀបចំការប្រកួតប្រុសស្អាតស្រីស្អាតបាទហើយមានកន្លែងរ៉ូស៊ីមួយកន្លែងគឺ Freshy Coffee ក្នុងនោះមានបុកល្ហុងក្នុងនឹងដែរប្រិមិត្តអញ្ចឹងចំណូលគាត់គ្រប់ច្រកទាំងអស់រួមជាមួយនឹងបាទការងារចុងក្រោយរបស់គាត់គឺបាទលក់លេមកមុខទៀតឲ្យបងប្អូនជួយដាក់ឈ្មោះលេគាត់ផងគួរដាក់ឈ្មោះថាម៉េចដាក់ logo ថារូបអីទៅបាទលោកបង្គោលគាត់បញ្ជាក់ថាលេគាត់អត់មាន logo អត់មានឈ្មោះទេអញ្ចឹងបងប្អូន comment ចូលច្រើនបាទគ្រប់ត្រូលលោកបង្គោលបាទអ្វីដែលធ្វើឲ្យប្រិមិត្តចាប់អារម្មណ៍គឺគេសួរតម្លៃមកកំប៉ុងប្រមាណអីប្រមាណអ្នកខ្លះលើកឡើងថាលោកបង្គោលនឹងមិនមែនសធម្មជាតិទេអញ្ចឹងសដោយសារលាបលេបាទបើសិនជាគាត់សដោយសារលាបលេមែនលេគាត់នឹងមានគុណភាពខ្ពស់ឲ្យប្រិមិត្តបានជាលាបទៅសប៉ុន្តែធាតុពិតលោកបង្គោលគាត់សពីកំណើតបាទធម្មជាតិរបស់គាត់គឺសអញ្ចឹងណាប្រិមិត្តហើយរួមជាមួយនឹងការលាបលេដើម្បីថែរក្សាស្បែករបស់គាត់ឲ្យមានសំណើមគ្រប់គ្រាន់ការពារកម្ដៅថ្ងៃពេលចេញទៅក្រៅនោះបាទអញ្ចឹងដែលធ្វើឲ្យគាត់បាទមិនងាយចាស់ក្នុងវ័យ38ឆ្នាំបងប្អូនណាក៏សរសើរលោកបង្គោលអត់ចាស់ដែរអញ្ចឹងប្រិមិត្តដែលចាប់អារម្មណ៍ជាពិសេសគឺ Fan បាទអាចតាក់ទងបានជាមួយនឹងលោកបង្គោលសម្រាប់ការចង់ប្រើប្រាស់លេដែលគាត់លាយដោយផ្ទាល់ដៃតែម្ដងប្រិមិត្តជាទីមន្ត្រីអ្វីដែលជាខ្លឹមសារខ្ញុំដាក់ចំណងជើងថាចំណូលគ្រប់ច្រកល្មមគ្រប់លុយការប្រពន្ធហើយនោះដោយសារតែលោកបង្គោលធ្លាប់សន្យាជាមួយ Fan ថាបាទកាលណាគាត់សាងសង់ផ្ទះជូនអ្នកមានគុណគាត់ហើយបាទគាត់គិតគូររឿងប្រពន្ធកាលមុនគាត់កាលពីជំហានដំបូងប្រហែលឆ្នាំមុនគាត់ថាចាំសំលុយគ្រប់សិនឥឡូវចំណូលគាត់គ្រប់ច្រកទាំងអស់បាទដូចខ្ញុំបាទជម្រាបជូនខាងលើជាតារាសម្ដែងបាទជាម្ចាស់ brand កាហ្វេបាទ Freshy Coffee មានបុកល្ហុងក្នុងហ្នឹងឥឡូវមកលក់លេទៀតបាទជារឿងមួយដែលលោកបង្គោលមិនមានការខ្វះខាតអីទេធាតុពិតគឺគាត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការស្វែងរកគូសកលប៉ុន្តែប្រហែលជាគាត់កំពុងសឡក់សលឹងតណាតណៃហើយណាប្រិមិត្តអញ្ចឹងយើងរងចាំនៅការបង្ហាញវត្តមានឬក៏មុខមាត់ពិតនៃគូអនាគតរបស់លោកបង្គោលនាពេលខ្លីខាងមុខទាំងអស់គ្នាប្រិមិត្តជាទីមន្ត្រីអញ្ចឹងខ្ញុំបាទសូមបញ្ចប់ខ្លឹមសាររួមត្រឹមហ្នឹងបាទសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកកំហុសឆ្គងបើសិនកើតមានក៏សូមមេត្តាជាស្រ័យហើយបងប្អូនអាចចូលរួមមតិយោបល់បានខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយគ្រប់ជូនពរពុកម៉ែបងប្អូនមហាគ្រួសារខ្មែរវរៈកងទ័ពជាពិសេសសូមឲ្យមានជ័យជំនះនិងសុខភាពល្អទាំងអស់គ្នាហើយនិយាយដោយឡែកគឺលោកសេងមង្គលបាទក៏សូមឲ្យសំប្រកបសុខនិងចម្រើនតរៀងទៅប្រិមិត្តជាទីមន្ត្រីអ្វីដែលខ្ញុំបាទជម្រាបជូនក៏សូមបញ្ចប់សន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកអរគុណ